តើអ្នកដឹងទេថាគ្រឿងញៀនប្រភេទបាតុកកអាចធ្វើឲ្យមនុស្សម្នាក់មានអារម្មណ៍សប្បាយមានកម្លាំងខ្លាំងមិនចង់គេងប៉ុន្តែបន្ទាប់មកវាបានបំផ្លាញខួរក្បាលសុខភាពនិងជីវិតរបស់មនុស្សម្នាក់យ៉ាងធ្ងន់ធ្ងរថ្ងៃនេះខ្ញុំនឹងរៀបរាប់អំពីអ្វីដែលយើងគួរយល់ដឹងអំពីគ្រឿងញៀនប្រភេទបាតុកកដែលភាសាបច្ចេកទេសហៅថាមេតាំហ្វេតាមីនដោយសារយើងសង្កេតឃើញមួយរយៈនេះយុវជនប្រើច្រើននៅគ្រឿងញៀនប្រភេទនេះបាតុកកគឺជាគ្រឿងញៀនប្រភេទ stimulant ដែលបង្កើនសកម្មភាពក្នុងខួរក្បាលនិងប្រព័ន្ធប្រសាទវាធ្វើឲ្យខួរក្បាលបញ្ចេញសារធាតុគីមីមួយចំនួនដូចជាដូប៉ាមីនដែលតាក់ទងទៅនឹងអារម្មណ៍រីករាយនិងការលើកទឹកចិត្តដំបូងអ្នកប្រើអាចមានអារម្មណ៍ថាមានកម្លាំងខ្លាំងមិនសូវឃ្លានបាយមិនចង់គេងមានអារម្មណ៍ថាខ្លួនឯងមានទំនុកចិត្តខ្ពស់ប៉ុន្តែអារម្មណ៍ទាំងអស់នេះបណ្ដោះអាសន្នទេហើយយូរៗទៅវានឹងបង្កើតជាបញ្ហាធ្ងន់ធ្ងរបន្ទាប់ពីប្រើអ្នកប្រើប្រាស់អាចជួបប្រទះនឹងអាការៈដូចជាបេះដូងដើរលឿនសម្ពាធឈាមខ្ពស់ញ័រដៃភ័យខ្លាចឆាប់ខឹងគេងមិនលក់ក្នុងករណីខ្លះអាចមានអាការៈធ្ងន់ធ្ងរដូចជារវើរវាយមើលឃើញឬក៏ឮអ្វីប្លែកៗដែលអ្នកដទៃស្ដាប់មិនឮមើលមិនឃើញផលប៉ះពាល់លើខួរក្បាលនិងផ្លូវចិត្តការប្រើមាតុកកជាបន្តបន្ទាប់ធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធ reward របស់ខួរក្បាលហើយមនុស្សចាប់ផ្ដើមត្រូវការប្រើច្រើនជាងមុនដើម្បីទទួលអារម្មណ៍ដូចដើមគាត់ប្រើញឹកប្រើដុសកាន់តែខ្ពស់ទៅធ្វើឲ្យការកាន់តែញៀនពិបាកឈប់ហើយអ្នកប្រើប្រាស់អាចមានអារម្មណ៍ថប់អារម្មណ៍ឬក៏មានអារម្មណ៍ធ្លាក់ទឹកចិត្តផងដែរពេលឈប់ប្រើអ្នកខ្លះអាចមានអាការៈអស់កម្លាំងខ្លាំងគេងច្រើនអារម្មណ៍ធ្លាក់ចុះសោកសៅដែលជាហេតុធ្វើឲ្យគាត់ចង់ទៅប្រើម្ដងទៀតមួយវិញទៀតជាសំណួរដែលអ្នកប្រើច្រើនតែសួរគឺតើមាតុកកសន្តិដ្ឋនៅក្នុងទឹកនោមបានប៉ុន្មានថ្ងៃក្រោយគាត់ប្រើជាទូទៅប្រសិនបើប្រើម្ដងឬកម្រប្រើយូរៗម្ដងគឺប្រហែលជា1ទៅ3ថ្ងៃដែលយើងអាចរកមើលឃើញបើប្រើញឹកញាប់អាចស្ថិតនៅក្នុងទឹកនោមប្រហែលជា7ថ្ងៃឬច្រើនជាងនេះហើយបើប្រើរ៉ាំរ៉ៃខ្លាំងកម្រិតខ្លាំងប្រើញឹកញាប់គឺអាចរហូតដល់ជិត2អាទិត្យហើយរយៈពេលតាមពិតវាអាស្រ័យទៅលើគាត់ប្រើញឹកប៉ុណ្ណាគាត់ប្រើកម្រិតខ្ពស់ប៉ុណ្ណាហើយយើងអាចមើលទៅលើរាងកាយគាត់អញ្ចឹងបាទគាត់អាចមានតូចមានធំនឹងអាចប្រែប្រួលតិចតួចទៅតាមរាងកាយរបស់គាត់តើយើងអាចជួយអ្នកប្រើមាតុកកបានទេដំបូងយើងត្រូវដឹងការញៀនមាតុកកគឺជាបញ្ហាសុខភាពឬក៏ជាជំងឺខួរក្បាលគឺការធ្វើប្រែប្រួលទៅលើជាតិគីមីក្នុងខួរក្បាលមិនមែនគ្រាន់តែជាបញ្ហាអាកប្បកិរិយាធម្មតាទេជាមិនថាតើអ្នកដែលប្រើមាតុកកនោះយើងគួរតែខឹងគាត់ឬក៏គួរអាណិតគាត់វិញគាត់ជាជនរងគ្រោះឬយ៉ាងម៉េចយើងអាចពិចារណាទៅហើយយើងពេលខ្លះគាត់ចង់ឈប់ប៉ុន្តែគាត់ឈប់អត់បានទេណាដោយសារគាត់ញៀនបាទដូចអ្នកញៀនស្រាអញ្ចឹងណាបាទហើយយើងថាស្រាពិបាកផ្ដាច់ហើយគ្រឿងញៀននេះពិបាកផ្ដាច់ជាងស្រានឹងច្រើនដងដោយសារកម្រិតញៀនរបស់វានឹងខ្លាំងអញ្ចឹងការព្យាបាលដែលយើងអាចជួយដំបូងផុតគឺគាត់ចាប់ផ្ដើមពីខ្លួនគាត់បាទយើងត្រូវឲ្យគាត់ស្វែងយល់តិចៗថាគ្រឿងញៀនហ្នឹងវាបំផ្លាញគាត់អីខ្លះទៅលើរាងកាយគាត់សុខភាពគាត់មនុស្សនៅជុំវិញការងារកិត្តិយសអីឲ្យគាត់ស្វែងយល់តិចពីគ្រឿងញៀនបាទហើយមួយវិញទៀតការគ្រប់គ្រងពីគ្រួសារបាទយើងគួរតែពេលខ្លះគួរតែនឹងព្យាយាមគួរតែអាណិតគាត់វិញគាត់ញៀនទើបគាត់ទៅប្រើឡើងវិញមួយទៀតការប្រឹក្សាជាមួយនឹងគ្រូពេទ្យជំនាញគ្រូពេទ្យជំនាញនឹងព្យាយាមលើកទឹកចិត្តហើយនឹងឲ្យជាការប្រឹក្សាយោបល់និងវិធីសាស្ត្រតាមជាក់ស្ដែងទៅលើករណីមួយបាទហើយក្នុងអំឡុងពេលហ្នឹងគ្រូពេទ្យផ្លូវចិត្តនឹងព្យាយាមរកមើល
ជំងឺផ្លូវចិត្តបន្ថែមទៀតឧទាហរណ៍អ្នកប្រើបាតុគាត់អាចមានជំងឺផ្លូវចិត្តផ្ទាល់ខ្លួនគាត់បន្ថែមទៀតឧទាហរណ៍ជំងឺថប់បារម្ភជំងឺធ្លាក់ទឹកចិត្តឬក៏អាចធ្ងន់ធ្ងរមែនទែនអាចមានជំងឺវិកលចរិតនៅក្នុងនោះថែមបាទអញ្ចឹងគ្រូពេទ្យផ្លូវចិត្តនឹងព្យាបាលជំងឺផ្លូវចិត្តរបស់គាត់ផងហើយនឹងលើកទឹកចិត្តក្នុងការផ្ដាច់គ្រឿងញៀនបន្ថែមទៀតបាទបាតុករអាចផ្ដល់អារម្មណ៍ល្អក្នុងរយៈពេលខ្លីប៉ុន្តែអាចបង្កផលវិបាកធ្ងន់ធ្ងររយៈពេលវែងជារួមដំបូងឲ្យយើងសប្បាយ happy ហើយប្រើរយៈពេលយូរទៅនឹងឲ្យយើងទៅ crazy បាទពេលនេះសូមនិយាយថាទេជាមួយនឹងគ្រឿងញៀនបាទសូមអរគុណ